សម្លដែលមានរសជាតិជូរជូរហឹលហឹលបើបានហត់ហើយគឺថាព្រឹសតែម្ដងមុខម្ហូបថ្ងៃនេះផងដែរខ្ញុំស្ងោរតុងយ៉ាំគ្រឿងសមុទ្រហើយគ្រឿងក្រៅរបស់យើងមានបកាបន្តិចទៅមានមឹកមានផ្សិតម្ជុលហើយក៏មានជាមួយនឹងរំដេងគល់លក្រៃលក្រូចខ្ទឹមសហើយដុំតុងយ៉ាំចំនួន2ដុំហើយបន្ទាប់មកទៀតខ្ញុំក៏បានដាក់ដាំទឹកឲ្យពុះហើយក៏បានដាក់គ្រឿងក្រៅរបស់យើងចូលណាគ្រឿងក្រៅដូចដែលខ្ញុំបានរៀបរាប់ខាងលើបងប្អូនមើលតាមនឹងបានហើយបន្ទាប់មកទៀតខ្ញុំក៏បានដាក់ថែមគ្រឿងដូចជាស្ករបន្តិចប៊ីចេងបន្តិចតាមចំណង់ចំណូលចិត្តណាបងប្អូនតាមគ្រួសាររៀងខ្លួនចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅខ្ញុំចូលចិត្តមកល្មមហើយបន្ទាប់មកទៀតខ្ញុំក៏បានដាក់ជាមួយនឹងផ្សិតម្ជុលចូលបើនិយាយពីរឿងផ្សិតម្ជុលនេះវិញណាស្ងោរអីក៏ត្រូវដែរបងប្អូនអើយប្រភេទស្ងោរហើយយើងadd time ជាមួយនឹងផ្សិតម្ជុលគឺថាឆ្ងាញ់តែម្ដងបន្ទាប់មកទៀតខ្ញុំក៏បានចាក់គ្រឿងសមុទ្ររបស់យើងចូលមានមឹកមានបកាហ្នឹងទុកវាឲ្យពុះមកស្ទុះទៅឃើញថាបការបស់យើងឡើងពណ៌ក្រហមល្អតែម្ដងណាមើលតែរាងក្រហមតិចតិចហើយវាជិតឆ្អិនហើយទុកតែមកស្ទុះទៀតទៅមើលតែរាងពុះល្អហើយនេះមកស្ទុះក្រោយមកខ្ញុំក៏បានបើកក្របមើលនិយាយពីថាពុះលងគ្រុចតែម្ដងណាដល់ពេលខ្ញុំភ្លក់មើលទៅនិយាយពីថាទឹកស៊ុបរបស់យើងអីហ្នឹងគឺល្មមឆ្ងាញ់ហើយបន្ទាប់មកទៀតមើលតែល្មមហើយខ្ញុំក៏បានបង់ជីរបស់យើងចូលហើយជីក៏មានដូចជាជីក្រហមជីរណាហើយក៏មានជាមួយនឹងស្លឹកខ្ទឹមហើយក៏ add time ជាមួយនឹងម្ទេសតិចទៀតទៅព្រោះអីខ្ញុំចូលចិត្តបែបហឹលហឹលជូរជូរហឹលហឹលគឺឆ្ងាញ់តែម្ដងបងប្អូនហើយជាពិសេសបានសឡបែបហ្នឹងហើយជូរជូរហឹលហឹលហើយគឺមិនភ្លេចទេជាមួយនឹងអាយកូឡាខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើព្រោះអីវាឆ្ងាញ់ញ៉ាំជាមួយរបស់អញ្ចឹងណា